តើគូបាញ់បំពន់ទាញក្តាប់នៅពេលណាបាទវីដេអូនេះសម្រាប់ពុកម៉ែបងប្អូនដែលចន្ទទីមានផ្កាហើយផ្កាចេញបានស្រស់ហើយអញ្ចឹងនៅពេលដែលផ្កាស្រស់គឺយើងកំណត់ថាយើងអាចបាញ់ឈុតទាញក្តាប់បានហើយមួយទៀតបងប្អូនតែបើសិនជាផ្ការបស់យើងចាប់ផ្ដើមរិច20 ទៅ 30% ហើយយើងគួរតែបាច់ឈុតទាញក្តាប់ដូចគ្នាព្រោះថាពេលហ្នឹងគឺផ្ការបស់យើងវាត្រូវការបរិននេះបងប្អូននេះពូបរិនគឺជាសមាសធាតុមួយគឺជួយទៅដល់ការបង្កាត់លំអងជួយទៅដល់ផ្ការបស់យើងខ្លាំងណាស់នេះឃើញផ្កានេះបងប្អូនផ្កាសហ្នឹងគឺវាទប់នឹងរិចបាន2 3ថ្ងៃហើយអាក្រហមហ្នឹងគឺវារិចបានមួយអាទិត្យជាងហើយអញ្ចឹងសួរថាតើយើងបាញ់បាននៅប៉ុណ្ណេះបាញ់ហើយបងប្អូនបាញ់បានហើយសម្រាប់សមាសធាតុសំខាន់ដែលបងប្អូនមិនគួររំលងក្នុងការបាញ់បំពន់ទាញយកក្តាប់នៅពេលដែលផ្កាចន្ទទីបងប្អូនចាប់ដើមរិចទី1ហ្នឹងគឺខ្វះមិនបានគឺពពុះបរិនហើយទី2គឺពពុះសារ៉ាយសមុទ្រទី3ពពុះអាមីណូអាស៊ីតទី4ពពុះម៉ាញ៉េស្យូមកាល់ស្យូមហើយនឹងស័ង្កសីហើយនឹងពពុះមីក្រូធាតុតូចបន្ថែមទៀតដើម្បីអីដើម្បីជំរុញឲ្យចន្ទទីរបស់យើងការបញ្ចេញក្តាប់នេះគឺឆាប់បានចេញមកទី1ទី2ក្តាប់ចេញបានច្រើនទី3គឺជួយឲ្យសម្បុរក្របចន្ទទីរបស់យើងនឹងគឺភ្លឺថ្លាហើយទៅនឹងសភាពក្តាប់គឺក្តាប់ដាក់សាច់ណែនក្របធំធម្មតាបងប្អូនតែក្របធំគឺវាមានទម្ងន់ធ្ងន់ដែរអញ្ចឹងសម្រាប់ដំណាក់កាលបាញ់ទាញយកក្តាប់នៅពេលដែលផ្កាចន្ទទីរបស់យើងចាប់ផ្ដើមមានស្រស់ឬក៏ផ្កាចន្ទទីចាប់ផ្ដើមរិច20 ទៅ 30% ហើយគឺបងប្អូនអាចបាញ់ឈុតទាញក្តាប់បានហើយដើម្បីអីដើម្បីឲ្យផ្កាឆាប់ទម្លាក់ទៅជាក្តាប់បើសិនជាបងប្អូនបណ្ដែតបណ្ដោយយូរការនឹងវាអាចនឹងមានបញ្ហាជាមួយនឹងអាកាសធាតុឬក៏បញ្ហាសត្វល្អិតចូលអញ្ចឹងវានឹងបំផ្លាញផ្កាចន្ទទីបងប្អូនអត់បានក្តាប់ទេអញ្ចឹងសម្រាប់បងប្អូនដែលទស្សនាវីដេអូនេះបើសិនជាមានចម្ងល់ចង់សួរនាំខ្ញុំបន្ថែមពីបញ្ហាចន្ទទីអាចខមមិនសួរនាំនៅក្នុងនេះបានបាទហើយបើសិនជាចូលចិត្តសូមជួយ like ឲ្យវីដេអូម្នាក់មួយផងបាទសូមអរគុណ